តើនឹងមានអ្វីកើតឡើងប្រសិនបើមិនមានប្រទេស Greenland នេះប្រកាសជាធ្វើឲ្យអ្នកភ្ញាក់ផ្អើលខ្លាំង Greenland កោះធំបំផុតលើពិភពលោកបាត់ស្រមោលទៅជាខ្យល់គ្មាន Greenland មានន័យថាគ្មានទឹកកកធំនៅទីនោះដែលកាន់កាប់ទឹកសាប 10% នៃពិភពលោកទៀតកម្រិតទឹកសមុទ្រមិននឹងឡើងលឿនខ្លាំងណាស់ឆ្នេរសមុទ្រនានាលិចជាច្រើនកន្លែងគ្មាន Greenland ក៏មានន័យថាគ្មានទីក្រុងនូអ៊ុគ្មានវប្បធម៌កាឡាលិតនិងប្រពៃណីអ៊ីនូតដែលជាគ្រឹះនៃជីវិតនៅតំបន់អាក្រប់ខាងជើងគ្មាន Greenland ក៏មានន័យថាគ្មានខ្សែការពារខាងជើងរបស់ NATO ការធ្វើដំណើររបស់ជន Viking ទៅទ្វីបអាមេរិកខាងជើងប្រហែលជាមិនដែលកើតឡើងដែរបើ Greenland មិនមានពិភពលោកនឹងកាន់តែខ្សោយនិងងាយរងគ្រោះជាងមុន